สุดได้อุ้ยจำกลายខ្លួនឯងเคยผัดหมกស្រស់ស្អាតបែបនេះកុំច្រឡំថាតែលេងល្ខោនណាក៏មិនមែនលេងហ៊ីដែរគឺผัดหมกបែបនេះមានមូលហេតុរបស់អូនគឺអូនผัดหมกតាម idol របស់អូននោះឯងគឺអាពី leader slay ខ្ញុំ fan គាត់ fan ឡើងផ្កាប់មុខដួលដាច់ផ្ងាហ្មងងើបលេងរួចហ្មងនេះអូយងប់ងល់ហើយកាន់តែដុនដាបខ្លាំងនៅពេលដែលចូលមើល profile របស់គាត់អូយហុកថតស្លាប់មើលហើយអូយឈាមចំបោះនិយាយទៅតាក់ទាញកប៉ោះឯងខ្ញុំឆ្ងល់ណាមិនក៏ idol ខ្ញុំសម្បូរអ្នកស្អប់អ្នកជេរអ្នករិះគន់គាត់ច្រើនមែនណោះហើយគាត់ទៅធ្វើអីគេទូគាត់បែកស្លុយគាត់ស្លុយតែគាត់ទៅនាំគ្នាទៅថាឲ្យគាត់ជេរគាត់សើគាត់ចេះគាត់ចោះអត់យល់ទេសម្រាប់ខ្ញុំវិញទោះបីជាមានមាត់ចាប់មាត់ព្រៀបចំណែននិន្ទាថាឲ្យ idol ខ្ញុំយ៉ាងណាក៏ខ្ញុំនៅតែមិនផ្លាស់ប្ដូរចិត្តដែរ I'm your fan ខ្ញុំស្រឡាញ់ style របស់គាត់ស្រឡាញ់ការតុបតែងខ្លួនរបស់គាត់ជាពិសេសគឺស្រឡាញ់ការ make up របស់គាត់ហើយតសើគាត់បកកែទិញកៅអៅមកពាក់ដល់ហើយពាក់ទៅសមរូបរាងគាត់ហ្មងខ្ញុំទៅស្រឡាញ់ចូលចិត្តគាត់ខ្លាំងពេកទៅខ្ញុំទៅឆ្លាក់អញ្ចើមឲ្យដូចគាត់ព្រោះអញ្ចើម idol ខ្ញុំធំមិនណាប៉ិនយ៉ាងពហិអញ្ចឹងខ្ញុំត្រូវតែតុបតែងដូចគាត់ដូចទេហើយអ្វីដែលធ្វើឲ្យខ្ញុំជាប់ចិត្តបំភ្លេចមិនបាននោះគឺ style ថតរូបរបស់គាត់គឺក្តិតអូយកុំនិយាយក្តិតចឹងគូតគាត់ចូលចិត្តថតរូបបង្ហាញគូត idol អូនស្អាតអូនពេញចិត្តនិយាយតាមត្រង់ខ្ញុំកម្រចាប់អារម្មណ៍លើមនុស្សស្រីទៅតែពី leader slug ម្នាក់គាត់ធ្វើឲ្យខ្ញុំនេះវង្វេងវង្វាន់អញ្ចឹងអ្នកឯទៀតបើសិនជាធ្វើមិនបានដូច idol ខ្ញុំទេកុំថាគេយើងរងថ្ងៃល្អជាង idol ខ្ញុំត្រង់ណា idol ខ្ញុំមុខដូចប៉ែលយើងរងថ្ងៃបានមុខដូច idol ខ្ញុំអត់តែប្រាហើយ idol ខ្ញុំកាចណាប្រយ័ត្ន idol ខ្ញុំកាត់ងាប់ស្រីមេអូន leader slug លេងសើចបានទេណាឥឡូវសូមអ្នកទាំងអស់គ្នាមកតាមដានទស្សនានៅរូបថតដ៏ខ្ជូតរបស់ idol ខ្ញុំរួមជាមួយនឹងបទចម្រៀងមួយបទដែលខ្ញុំខំច្រៀងជូន idol ជាពិសេសហើយនិយាយពីស្រីសម័យឥឡូវហ្នឹងណាគេចូលចិត្តធ្វើខ្លួនចម្លែកតបលេតសក់ខាត់មុខហោះហើយសក់ក្បាលឡើងពីងពងធ្វើចឹងធ្វើអីណាយោណែអូនមកសូមប្រាប់ថាស្អីបងទីស្អីបែបខ្មែរមិនមែនកូរ៉េដូចជាស្រនួនល្អមើលទៅអូនស្រីស្អាតអស្ចារ្យតែមើលសក់ក្បាលឡើងសំពងមើលទៅស្អាតមួនអាចមកផងដាក់បានទោះបីបែបនេះក៏មិនថ្មីព្រោះស្ទាយបែបនេះស្ទាយបែបថ្មីដឹងទេស្រីថាជាស្ទាយកូរ៉េតែបងមើលទៅគេគ្រប់គ្នាធ្វើស្ទាយមិនដូចអូនទេសង្ស័យវាមេប្រហែលជាបែកស្លុយហើយ